គោកណ្តុរទន្សាយមួយមានសត្វ3ក្បាលរស់នៅជាមួយគ្នានៅក្នុងព្រៃស្រស់ស្អាតមួយក្បែរភ្នំនិងទន្លេតូចៗសត្វទាំង3នោះមានសត្វគោមួយឈ្មោះគោធំសត្វទន្សាយឈ្មោះទន្សាយលឿននិងសត្វកណ្តុរឈ្មោះកណ្តុរតូចទោះបីជាពួកវាមានទំហំនិងលក្ខណៈខុសគ្នាប៉ុន្តែពួកវាជាសម្លាញ់ល្អណាស់និងជួយគ្នាទៅវិញទៅមកជានិច្ចរៀងរាល់ព្រឹកគោធំនឹងដើរចេញទៅរកស្មៅស្រស់ៗនៅលើវាលទន្សាយលឿនវិញចូលចិត្តលោតលេងនៅក្នុងសួនផ្កាហើយកណ្តុរតូចតែងតែរត់រវល់រកអាហារតូចៗដូចជាគ្រាប់ធញ្ញជាតិទោះបីជាការរស់នៅខុសគ្នាប៉ុន្តែពេលល្ងាចពួកវាតែងតែជួបគ្នាក្រោមដើមឈើធំមួយដើម្បីនិយាយលេងនិងចែករំលែកអាហារថ្ងៃមួយមានភ្លៀងធ្លាក់ខ្លាំងណាស់ទន្លេឡើងទឹកលឿនហើយខ្យល់បក់កន្ត្រាក់ធ្វើឲ្យព្រៃក្លាយជាកន្លែងគ្រោះថ្នាក់កណ្តុរតូចដែលមានរាងតូចមិនអាចរកកន្លែងសុវត្ថិភាពបានទេវារត់ទៅរកទន្សាយលឿនដោយសំឡេងភ័យខ្លាចសូមជួយខ្ញុំផងទឹកកំពុងឡើងខ្លាំងណាស់ទន្សាយលឿនគិតបន្តិចហើយនិយាយថាយើងទៅរកគោធំគាត់អាចជួយយើងបានពួកវាទាំងពីររត់ទៅរកគោធំដែលមានកម្លាំងនិងទំហំធំបាននិយាយថាកុំភ័យអីអ្នកទាំងពីរឡើងលើខ្នងខ្ញុំនឹងនាំអ្នកទៅកន្លែងខ្ពស់សុវត្ថិភាពកណ្តុរតូចនិងទន្សាយលឿនឡើងលើខ្នងគោធំហើយគោធំដើរឆ្លងទឹកយ៉ាងប្រុងប្រយ័ត្នទៅកាន់ភ្នំតូចមួយដែលមានសុវត្ថិភាពបន្ទាប់ពីភ្លៀងឈប់ពួកវាទាំង3បានរស់នៅដោយសុវត្ថិភាពហើយអារម្មណ៍រីករាយណាស់បន្ទាប់មកថ្ងៃមួយទៀតគោធំបានជាប់នៅក្នុងរន្ធដីជ្រៅព្រោះដើរមិនប្រុងប្រយ័ត្នគោធំពិបាកចេញខ្លាំងណាស់ទន្សាយលឿនបានព្យាយាមជួយដោយរត់ទៅរកដើមឈើនិងយកសាខាតូចៗមកជួយប៉ុន្តែមិនគ្រប់គ្រាន់ទេកណ្តុរតូចបាននឹកឃើញវិធីមួយវាប្រើធ្មេញតូចៗរបស់វាកាត់ឫសឈើនិងខ្សែស្មៅជុំវិញរន្ធដើម្បីធ្វើឲ្យដីទន់និងងាយស្រួលឲ្យគោធំឡើងជាមួយនឹងការជួយគ្នាចុងក្រោយគោធំក៏អាចឡើងចេញពីរន្ធបានគោធំបាននិយាយដោយសេចក្តីអំណរសូមអរគុណអ្នកទាំងពីរបើគ្មានអ្នកខ្ញុំមិនអាចរួចខ្លួនបានទេទន្សាយលឿនសើចហើយនិយាយថាពួកយើងជាសម្លាញ់គ្នាត្រូវជួយគ្នាទៅវិញទៅមកកណ្តុរតូចក៏បន្ថែមថាមិនសំខាន់ថាតើតូចឬធំទេគ្រប់គ្នាសុទ្ធតែអាចជួយគ្នាបានចាប់ពីថ្ងៃនោះមកពួកវាបានយល់ថាមិត្តភាពពិតប្រាកដគឺការជួយគ្នានៅពេលលំបាកនិងមិនបោះបង់គ្នាព្រៃនោះក៏ក្លាយជាកន្លែងដែលពោរពេញដោយសេចក្តីសុខសំណាចនិងមិត្តភាពរឹងមាំរវាងសត្វគោសត្វទន្សាយនិងសត្វកណ្តុរ6មិត្តល្អគឺមិនមើលតម្លៃតាមទំហំឬកម្លាំងទេប៉ុន្តែមើលតាមចិត្តស្មោះនិងការជួយគ្នាទៅវិញទៅមកបន្ទាប់ពីព្រឹត្តិការណ៍ជាច្រើនដែលពួកវាបានជួយគ្នាមិត្តភាពរវាងគោធំទន្សាយលឿននិងកណ្តុរតូចកាន់តែរឹងមាំជាងមុនពួកវាមិនត្រឹមតែរស់នៅជាមួយគ្នាទេប៉ុន្តែបានរៀនយល់ចិត្តគ្នានិងគោរពគ្នាទៅវិញទៅមកផងដែរថ្ងៃមួយនៅរដូវក្តៅព្រៃចាប់ផ្ដើមស្ងួតដើមឈើជាច្រើនបាត់បង់ស្លឹកនិងទឹកនៅក្នុងទន្លេក៏ចុះតិចសត្វជាច្រើនក្នុងព្រៃចាប់ផ្ដើមមានការពិបាកក្នុងការស្វែងរកទឹកផឹកគោធំបាននិយាយថាបើយើងមិនរកវិធីទប់ទឹកទេនឹងមានបញ្ហាធំសម្រាប់ពួកយើងទាំងអស់គ្នាទន្សាយលឿនបានលោតទៅមើលជុំវិញហើយនិយាយថាខ្ញុំឃើញមានរន្ធតូចមួយនៅខាងក្រោយភ្នំប្រហែលជាមានទឹកនៅក្រោមដីកណ្តុរតូចបានគិតបន្តិចហើយនិយាយថាបើយើងជួយគ្នាធ្វើរន្ធឲ្យធំអាចយើងរកទឹកបាន7ដូច្នេះពួកវាទាំង3ចាប់ផ្ដើមធ្វើការជាមួយគ្នាគោធំប្រើកម្លាំងរបស់វាជួយជីកដីធំទន្សាយលឿនជួយដឹកដីចេញនិងរៀបចំទីតាំងខណៈដែលកណ្តុរតូចជួយជីកផ្លូវតូចចូលទៅក្នុងដីជ្រៅ
ការងារនេះពិបាកណាស់ប៉ុន្តែពួកវាមិនបោះបង់ឡើយបន្ទាប់ពីការខិតខំរយៈពេលជាច្រើនថ្ងៃទឹកតូចៗចាប់ផ្ដើមហូរចេញពីដីពួកវាសប្បាយចិត្តយ៉ាងខ្លាំងទឹកនោះបានក្លាយជាប្រភពទឹកសំខាន់សម្រាប់សត្វទាំងអស់ក្នុងព្រៃសត្វផ្សេងបានមកអរគុណពួកវាហើយនិយាយថាអ្នកទាំងបីមិនត្រឹមតែជាសម្លាញ់ល្អទេប៉ុន្តែជាអ្នកដឹកនាំល្អផងដែរប៉ុន្តែការសាកល្បងមិនទាន់បញ្ចប់នៅត្រឹមនេះទេ8ថ្ងៃមួយមានសត្វចចកមួយចូលមកក្នុងព្រៃវាមានចិត្តអាក្រក់និងចង់ចាប់សត្វតូចៗបរិភោគកណ្តុរតូចបានឃើញវាជាមុនហើយរត់ទៅប្រាប់មិត្តរបស់វាមានគ្រោះថ្នាក់មានសត្វចចកកំពុងចូលមកទន្សាយលឿនភ័យប៉ុន្តែវាមិនរត់ចោលមិត្តទេគោធំបានគិតយ៉ាងម៉ត់ចត់ហើយនិយាយថាយើងត្រូវប្រើប្រាជ្ញាមិនមែនតែប្រើកម្លាំងទេពួកវាបានរៀបចំផែនការទន្សាយលឿនប្រើល្បឿនរបស់វាដើម្បីបញ្ចេញសត្វចចកឲ្យដេញតាមខណៈដែលកណ្តុរតូចទៅកាត់ខ្សែឫសឈើនៅក្បែររន្ធធំមួយពេលសត្វចចកដេញទន្សាយមកដល់កន្លែងនោះគោធំបានបង្កើតសំឡេងខ្លាំងៗធ្វើឲ្យសត្វចចកភ័យហើយវារត់មិនប្រុងប្រយ័ត្នទៅធ្លាក់ចូលក្នុងរន្ធដែលបានរៀបចំទុក9សត្វចចកមិនអាចឡើងវិញបានហើយចុងក្រោយវាបានចាក់ចេញពីព្រៃនោះទៅបន្ទាប់ពីគ្រោះថ្នាក់បានផុតទៅពួកវាទាំង3អង្គុយជាមួយគ្នាក្រោមដើមឈើធំដដែលពន្លឺថ្ងៃល្ងាចបំភ្លឺលើមុខពួកវាធ្វើឲ្យមានអារម្មណ៍ស្ងប់ស្ងាត់និងកក់ក្ដៅគោធំបាននិយាយថាមិត្តភាពរបស់យើងមិនមែនត្រឹមតែជួយគ្នាទេប៉ុន្តែធ្វើឲ្យយើងក្លាយជាកម្លាំងធំមួយទន្សាយលឿនញញឹមហើយនិយាយថាពេលយើងនៅជាមួយគ្នាគ្មានអ្វីដែលយើងមិនអាចឈ្នះបានទេកណ្តុរតូចក៏បន្ថែមថាតូចឬធំមិនសំខាន់ទេបើយើងមានចិត្តស្មោះនិងរួមគ្នាពីថ្ងៃនោះទៅពួកវាមិនត្រឹមតែជាសម្លាញ់ទេប៉ុន្តែបានក្លាយជាគំរូដ៏ល្អសម្រាប់សត្វទាំងអស់ក្នុងព្រៃការរួមដៃគ្នាប្រាជ្ញានិងភាពក្លាហានអាចជួយឲ្យយើងឆ្លងកាត់គ្រប់បញ្ហាដ៏ធំបំផុត10ក្រោយពីព្រឹត្តិការណ៍ជាមួយសត្វចចកព្រៃនោះបានក្លាយជាកន្លែងស្ងប់ស្ងាត់វិញសត្វទាំងអស់រស់នៅដោយសុខសាន្តហើយគោធំទន្សាយលឿននិងកណ្តុរតូចក៏ត្រូវបានគេចាត់ទុកថាជាមិត្តដែលមានប្រាជ្ញានិងក្លាហានមួយថ្ងៃនៅដើមរដូវភ្លៀងពពកខ្មៅបានគ្របដណ្ដប់លើមេឃហើយខ្យល់ក៏បក់ខ្លាំងភ្លៀងធ្លាក់ជាប់គ្នាច្រើនថ្ងៃបណ្ដាលឲ្យទឹកនៅក្នុងទន្លេឡើងខ្លាំងហើយហូរចេញទៅលើវាលស្មៅនិងផ្លូវក្នុងព្រៃសត្វជាច្រើនត្រូវបានជាប់នៅកន្លែងទាបមិនអាចរត់គេចបានទន្សាយលឿនបានឃើញកូនមាន់តូចមួយក្រុមកំពុងងាប់ភ័យនៅក្បែរទឹកហូរវារត់ទៅប្រាប់គោធំនិងកណ្តុរតូចភ្លាមគោធំមើលស្ថានភាពហើយនិយាយថាបើយើងមិនជួយពួកគេឥឡូវនេះទេពួកគេនឹងត្រូវទឹកហូរយកទៅកណ្តុរតូចបានគិតហើយនិយាយថាយើងអាចធ្វើស្ពានតូចមួយ